ចាលោកនាងជាទីមេត្រីនៅពេលនេះសូមស្ដាប់នៅមតិរបស់ប្រជាពលរដ្ឋដែលថ្លែងអំពីភាពឈឺចាប់នៃការបាត់បង់ដីធ្លីនេះផងដែរចានៅពេលនេះសូមទស្សនាដូចតទៅបាទសូមគោរពដល់អស់លោកទាំងអស់ដែលជួយខ្ញុំកំពុងតែរងគ្រោះចឹងខ្ញុំអរគុណច្រើននៅរាល់វត្ថុអ្វីមកព្រៀបផ្ទឹមពុំស្មើឡើយក្នុងជាតិនេះខ្ញុំរកអ្វីខ្ញុំត្រេកអរខ្លាំងណាស់អញ្ចឹងខ្ញុំសូមនិយាយពីដើមហេតុដើមតោងពីដំបូងមកខ្ញុំរស់នៅទឹកដីនេះតាំងពីឆ្នាំ1985ចាខ្ញុំធ្វើស្រូវធ្វើស្រែស្រូវប្រាំងកន្លងមកខ្ញុំនៅបឹងតំពុនខ្ញុំនៅថ្នោតជ្រុំតែគេកាត់មកខណ្ឌដង្កោក៏ខណ្ឌដង្កោអត់ទទួលស្គាល់ពួកខ្ញុំជាប្រជាពលរដ្ឋនៅក្នុងភូមិខ្ញុំរាល់ថ្ងៃរស់ដោយតាមទឹកឆែតកួនទ្របទៅសក់អនងតឡាចនៅលើដីហ្នឹងឥឡូវគេមកបន្តិចអស់ការឈឺចាប់របស់ខ្ញុំសូមទាមទារយកដីខ្ញុំមកវិញដំណាំដែលខ្ញុំខូចខាតដូចជាសម្ភារៈប្តីខ្ញុំគាត់ស៊ីឈ្នួលធ្វើជាងអេឡិចត្រូនិកគេយកមកឲ្យធ្វើឥឡូវខ្លំយករបស់ខ្ញុំអស់សូមមកយករបស់ទាំងអស់នោះឲ្យខ្ញុំវិញមកខ្ញុំគ្មានអីសងគេទេរាប់ពាន់អញ្ចឹងខ្ញុំសូមទាមទារឲ្យធ្វើផ្ទះខ្ញុំវិញព្រោះខ្ញុំនៅលើទឹកដីខ្ញុំឃុំសង្កាត់ហើយសាលាក្រុងបានចុះបាញ់ GPS ដឹងចំនួនដីខ្ញុំហើយ